នេះបង្ហាញពីរបៀបបំពងត្រីឲ្យឆ្ងាញ់ឥឡូវខ្ញុំដាក់ផ្ទះដាក់ខ្លាញ់ហើយខ្ញុំបង់អំបិលចូលបាត់ហើយមិញបង់អំបិលចូលហើយយើងយកត្រីដែលយើងសម្អាតហើយនេះដាក់ចូលក្នុងខ្លាញ់ផ្ទះបាទនេះត្រីរស់យើងបំពងវាក្រៀមមកបាទបំពងឲ្យក្រៀមក៏មួយទឹកត្រីស្វាយនេះស្លាក់ញ៉ាំបបរពេលព្រឹក